ថ្ងៃនេះភ្ញៀវចំណាយលុយ$400ជាងដើម្បីធ្វើការជួសជុលទូរស័ព្ទអានេះគឺជាទូរស័ព្ទ iPhone 16ដែលបញ្ហាហ្នឹងគឺអេក្រង់ក៏បែកហើយខ្នងក្រោយហ្នឹងក៏ទ្រុឌទ្រោមទៀតបាទឃើញសភាពជាក់ស្ដែងឃើញថា Black Pink តែហ្មងបាទចេញតម្រង់មកដល់កបាទនេះសុសសាច់មកបាទនិយាយទៅគឺសុសសាច់ក៏ដោយហើយតម្រង់ Black Pink ទៀតបាទតម្រង់នេះចេញមកគឺពណ៌ Black Pink ពេញបន្ទប់បាទ Pink ដោយទាំងជាងទៀតបាទថតបដា Pink បដាអញ្ចឹងខ្ញុំក៏ធ្វើការឆ្កឹះបាទកោះខ្នងក្រោយនឹងចេញមកដើម្បីរុះរើយកម៉ាស៊ីនវាដើម្បីទៅដាក់តួផ្សេងព្រោះដោយសារតួដើមរបស់គាត់ហ្នឹងគឺខូចអស់ហើយបាទវាវាចអាកន្លែងកាមេរ៉ាក្រោយហ្នឹងគឺផុងហើយនិយាយទៅគឺខូចបណ្ដោយបាទអត់មានអីដែលត្រូវជួសជុលបានទេគឺមានតែផ្លាស់ប្ដូរទាំងសំណុំទាំងតែហ្មងបាទឯទូរស័ព្ទនេះដែរគឺបងប្រុសនៅខាងកូរ៉េគាត់បានតាក់ទងមកខាងគ្រួសារគាត់ឲ្យប្រពន្ធគាត់ហ្នឹងផ្ញើទូរស័ព្ទឲ្យខាងខ្ញុំធ្វើដើម្បីកាត់បន្ថយភាពក្រីក្រនៃជីវភាពរបស់ជាងបាទអញ្ចឹងទូរស័ព្ទហ្នឹងក៏បានមកដល់ដៃខ្ញុំហើយខ្ញុំក៏បានធ្វើវីដេអូចែកជូនឲ្យគាត់មើលបាទមិនត្រឹមតែគាត់ទេបាទចែកជូនបងប្អូនយើងមើលទូទាំងប្រទេសតែហ្មងបាទទូរស័ព្ទនេះដែរខូចតម្រង់អញ្ចឹងមិនមែនប្រពន្ធគាត់ខឹងគាត់ឲ្យបោកទូរស័ព្ទទេណាអានេះខូចដោយសារតែគាត់ជិះម៉ូតូទេបាទជិះម៉ូតូជ្រុះទូរស័ព្ទទៅម៉ូតូមកពីក្រោយកាន់ព្រក់យកតែហ្មងបាទអញ្ចឹងទៅអានេះដឹងដោយសារខ្ញុំជំរឿនអ្នកភូមិទេបាទតាមពិតទៅគាត់មិនសូវគាត់ប្រាប់យើងទេគាត់លាក់ដែរណាបាទអញ្ចឹងយើងធ្វើការរុះរើយកកាមេរ៉ាមកឃើញថាកាមេរ៉ាក្រោយរឿងវាចមកបន្តិចបាទហើយយើងធ្វើការដោះយកបតចេញមកដែរដើម្បីពិនិត្យមើលថាម៉ាស៊ីនហ្នឹងនៅត្រង់អត់ចឹងណាបាទអញ្ចឹងយើងធ្វើការដោះខ្ចៅឆ្វេងស្ដាំលើក្រោមមុខក្រោយអស់បាទមុននឹងលើកបតចេញព្រោះអានេះរៀងវេទនាបន្តិចបាទដោះបតនឹងចេញអញ្ចឹងឃើញថាបតនឹងនៅត្រង់ល្អទេបាទបន្ទាប់ពីហ្នឹងទៀតយើងក៏ធ្វើការពិនិត្យមើលថ្មបាទឃើញថាថ្មនៅស្អាតទេអត់អីទេក៏រៀងវាចងក់ខាងលើបន្តិចអញ្ចឹងយើងធ្វើការ remove ថ្មចេញតាមរយៈថ្ម9 វ៉ុលនេះយើងយ៉ាងហ្នឹងដើម្បីដោះថ្មចេញបាទឥឡូវចែកជាទំនើបគាត់ថាយកអាថ្ម9 វ៉ុលយកមកបុកផាច់មកថ្មល្បើកខ្វែលមកអូតូមកមិនចាំបាច់ទៅទាញស្គូតវាចមុខវាចមាត់ដូចមុនទេបាទអញ្ចឹងឃើញទេឃើញស្រួលហ៎ឃើញអែមស្រែមហ៎បាទនេះក៏ទៅណា Apple ចេះរឹននឹកឃើញបាទនិយាយទៅបច្ចេកវិទ្យានេះមិនទាន់មាននរណាគេធ្វើទេបាទតែមានទៅលើ iPhone ចាប់ពី iPhone 16 series មក17ហ្នឹងគឺមានដាក់អស់ហើយបាទទៅលើអាប្រភេទអញ្ចឹងណាបាទអញ្ចឹងនេះគឺជាតួថ្មីរបស់យើងដែលយើងត្រូវធ្វើការផ្លាស់ប្ដូរឃើញថានៅត្រង់ស្អាតគាត់ថាវារៀងស្ទើរមកបន្តិចបានត្រឹម97 98ទេបាទអញ្ចឹងយើងធ្វើការរៀបចំគ្រឿងទៅបងប្អូនបាទយើងដោះយកពីអាគ្រឿងចាស់ដែលពីអាតួបែកបាក់ហ្នឹងយើងយកមានអីគេបាទវាមានតែ slot SIM ទេបាទយើងយកតែជើង SIM ខាងក្នុងហ្នឹងដើម្បីយកមកដាក់អាតួដែលយើងត្រូវផ្លាស់ប្ដូរអញ្ចឹងយើងធ្វើការចាប់ខ្ចៅពីវាក្របមកបងប្អូនបាទដោយសារអានឹងក្រោមវាមានស្នាប់មកបន្តិចសម្រាប់កັບទៅដុំញ័រអញ្ចឹងយើងកັບអាស្នាប់មកឲ្យចាប់ខ្ចៅពីវាក្របទៅហើយរួចធ្វើការនេះទាញអាស្កុតនឹងចេញអស់មកដើម្បីធ្វើការរៀបចំស្កុតថ្មីហើយតែប៉ុណ្ណេះទៅឃើញថាចិត្តហើយបាទយើងរៀបចំ install board យើងដាក់ចូលទៅក្នុងអាតួថ្មីរបស់យើងរួចធ្វើចាប់ខ្ចៅ3គ្រាប់ទៅបាទតែចាប់ខ្ចៅ3គ្រាប់ធុំក្លិនលុយហើយបាទធុំក្លិនលុយហើយអញ្ចឹងអានេះ speaker ខាងលើយើងធ្វើការចាប់ខ្ចៅ 4-5 គ្រាប់ដែរទៅបាទហើយអាខ្ចៅខាងលើមួយកែងអានោះកន្លែងសេវាទេបាទហើយនេះកាមេរ៉ានេះឃើញថារៀងវាចមកបន្តិចអញ្ចឹងគាត់ឲ្យយើងចាប់ខ្ចៅទៅវារៀងត្រង់ជាងមុនបាទដោយសារខ្ចៅវាទាញណាបាទតែប៉ុណ្្នឹងទៅឃើញថាអែមស្រែមហើយបាទដាក់តថ្មច្រោចទៅចិត្តហើយបាទហើយនេះអញ្ចឹងយើងធ្វើការលាបបាទយើងលាបអាកាវដែលជំនួយឲ្យស្អិតណាបាទស្កុតនេះយើងប្រើបានវិញដោយសារវានៅស្អិតនៅឡើយបាទអញ្ចឹងយើងធ្វើការស្កត់វាឲ្យត្រង់ចំកលៈដើមរបស់វាទៅឃើញថាស្អិតបាទស្អិតរម៉ែរអើវិញហើយបាទប៉ុណ្ណឹងអញ្ចឹងយើងយកអាខ្នងក្រោយយើងយកមកបិទលើអាកាមេរ៉ាសិនដើម្បីកុំឲ្យវាប្រឡាក់យើងធ្វើការតេស្តឲ្យក្រង់ជាមុនសិនបាទដើម្បីចង់ដឹងមើលថាម៉ាស៊ីនហ្នឹងនៅដំណើរការស្រួលឬក៏អត់អញ្ចឹងមុននឹងយើងចាប់ចូលយើងមុននឹងយើងបិទស្កុតចូលឲ្យស្អាតអញ្ចឹងយើងធ្វើការតេស្តវាទៅឃើញថាវានៅស្រែមដែរនោះបាទឃើញទេអញ្ចឹងប៉ុណ្ណឹងគឺអូខេបាទអូខេឃើញថាអត់អីទេភ្ញៀវអាចយកទៅប្រើបានបន្ទាប់ពីជួសជុលហ្នឹងនិយាយទៅទូរស័ព្ទដែលធ្វើកន្លែងខ្ញុំមុននឹងចេញឲ្យភ្ញៀវគាត់ប្រើគឺខ្ញុំធ្វើការតេស្តសាកល្បងវាសិនថាប្រើស្រួលឬក៏អត់ពេលជួសជុលហ្នឹងណាកុំឲ្យភ្ញៀវគាត់ថាចំណាយលុយអស់មកកភ្លុះហើយយកទៅប្រើទៅល្អល្អួលប្រើមិនស្រួលប្រើកើតអញ្ចឹងទៅក៏ខ្ញុំឲ្យភ្ញៀវប្រើដែរតោះថាយើងធ្វើការតេស្តទៅលើម៉ាស៊ីនហ្នឹងថាដើរស្រួលឬក៏អត់ហើយប្រាប់គាត់ថាអូខេម៉ាស៊ីនហ្នឹងប្រើបានអាហ្នឹងបានខ្ញុំឲ្យគាត់ប្រើបានខ្ញុំឲ្យគាត់ជួសជុលអញ្ចឹងណាបាទអញ្ចឹងទៅក៏ឃើញថាម៉ាស៊ីននេះអត់អីទេបាទយើងធ្វើការដូរគ្រឿងទៅដូរអេក្រង់ដូរតួដូរខ្នងទៅឃើញថាប្រើបានដូចដើមវិញបាទហ្នឹងហើយអត់អីទេអ
ចឹងយើងធ្វើការកັບបាទធ្វើការកັບខ្នងក្រោយជាមុនសិនបាទហើយក្រង់ចាំយើងកັບតាមក្រោយហើយតែប៉ុណ្្នឹងទៅឃើញថាស្អាតឃើញទេស្អាតតិចហើយអញ្ចឹងយើងនៅផ្នែកខាងមុខមកតង់ទៀតយើងធ្វើការមូកាវបាទធ្វើការទាញបោចកាវនឹងចេញអស់មកដើម្បីធ្វើការរៀបចំបិទកាវថ្មីបាទហើយអានេះគឺហៅថាទឹកច័ន្ទបាទនឹងភាសាចិនគេហៅថាម៉េចទេភាសាខ្មែរគេហៅថាម៉េចទេបាទតាហ្នឹងវាមានអក្សរចិនអញ្ចឹងយើងមិនដឹងថាអានថាម៉េចយើងហៅទឹកច័ន្ទបាត់ហើយដែរបាទហើយតែប៉ុណ្្នឹងឃើញថាស្អាតចាស់ឃើញទេស្រែមកបាទនេះបាទអញ្ចឹងយើងធ្វើការកាប់អេក្រង់ចូលទៅបាទកាប់អេក្រង់ហើយយើងធ្វើការដាក់បាទស្នាប់នេះមកវាលបោតស្នាប់នេះចេញហើយធ្វើការបកស្គុតបាទស្គុតជំរាបទឹកនឹងចេញមករួចយើងធ្វើការកាប់អេក្រង់ចូលភ្លក់មកស៊ីលុយបាត់ហើយមាននៅបងអង្គយូរទេបាទអញ្ចឹងអាហ្នឹងគឺលទ្ធផលសម្រាប់បងប្អូនបាទនៅសល់តែខ្ចៅគូតក្រោយ2គ្រាប់ហ្នឹងមួល2គ្រាប់ទៅគឺរួចរាល់ហើយបាទអញ្ចឹងយើងធ្វើការបើកម៉ាស៊ីនឡើងផ្សារទៀតដើម្បីធ្វើការតេស្តទៅលើ function របស់វាថាវាដើរស្រួលឬក៏អត់ everything គឺវាអែមស្រែមឬក៏អត់អីចឹងបាទអញ្ចឹងវា load message មាន3គឺ backlight ប៊ូតុង action ហើយនិង display អញ្ចឹងយើងធ្វើការ config វាដើម្បីឲ្យវា load screen អញ្ចឹងប៉ុន្តែយើង config ទៅឃើញថាវាត្រូវការ update version អញ្ចឹងខ្ញុំក៏កាត់កន្លែងយើងចោលទៅបាទរៀងយូរបាទអញ្ចឹងប៉ណ្ណឹងគឺអូខេបងប្អូនបាទអរគុណសម្រាប់ការតាមដានទស្សនាឲ្យកុំភ្លេចមើលឲ្យចុច follow page ផងបាទបញ្ញាប់បានមកអឹម